សួស្តីបងប្អូនបងប្អូនបាទដល់ដល់ការសែនឆេងមេញហើយបងប្អូនអញ្ចឹងនៅក្នុងបាទប្រពៃណីគ្រួសារចិនបងប្អូនអញ្ចឹងនៅក្នុងប្រពៃណីគ្រួសារចិនគឺមានគ្រួសារឆេងគ្រួសារមេញបងប្អូនអញ្ចឹងខ្ញុំចេះតែបាទធ្វើទៅតាមបាទដូនតាយើងដែលគាត់ឪពុកម្ដាយដែលគាត់កាលពីគាត់នៅគាត់នាំធ្វើអញ្ចឹងទៅតាមបាទសែនភ្នូឲ្យបាទម៉ានឹងកងឲ្យអញ្ចឹងនៅពេលដែលបាទយើងធ្វើតគ្នាមកបាទប្រពៃណីហ្នឹងក៏កើតជាបាទប្រពៃណីដូនតាខ្មែរយើងដែរអញ្ចឹងបងប្អូនអញ្ចឹងមិនដឹងថាបាទចិនគេធ្វើម៉េចអីចឹងទេតែយើងធ្វើតាមទម្លាប់ដែលយើងធ្លាប់ធ្វើអញ្ចឹងបងប្អូនបាទជូនវេបាំងស្កូលហើយនឹងបាទសែនភ្នូឲ្យបាទជាដូនតានឹងបាទលោកឪពុកម្ដាយដែលគាត់ចេះឋានហើយអរគុណ